ការស្វែងរកកន្លែងសិក្សាយើងមិនមែនថាឲ្យតែកន្លែងណាធ្វើបានច្រើនកន្លែងនោះមានកសិដ្ឋានធំបាទហើយយើងគិតតែចង់ទៅរៀនពីកន្លែងនោះទេណាកន្លងមកខ្ញុំក៏ជាអ្នកដើររៀនច្រើនដែរបាទមុននឹងខ្ញុំធ្វើក៏ខ្ញុំរៀនដូចគ្នាអានេះជាបទពិសោធន៍មួយនៃការស្វែងរកការសិក្សាគឺបងប្អូនត្រូវមើលចេះអានឹងខ្ញុំជូននៅគំនិតខ្លះៗដើម្បីបងប្អូនមានមូលដ្ឋានគ្រឹះក្នុងការពិចារណាថាត្រូវយើងជ្រើសរើសកន្លែងសិក្សាបែបម៉េចអញ្ចឹងណាទី1គឺបងប្អូនត្រូវទៅមើលពីបុគ្គលនោះបាទបច្ចេកទេសចំណេះដឹងដែលគាត់មានគឺពិតជាអាចយកមកប្រើបានទេណាបាទយើងមើលកន្លែងហ្នឹងណាពួកយើងក៏មើលកន្លែងគាត់ណាគាត់មានធនធានច្រើនគាត់មានធនធានច្រើនគាត់ចិញ្ចឹមច្រើនអានោះវាអត់មានអីចម្លែកទេព្រោះធនធានរបស់គាត់មានអញ្ចឹងណាអ្នកខ្លះវិនិយោគលុយរាប់ម៉ឺនដុល្លារហើយយើងទៅធ្វើមិនដូចគាត់ព្រោះយើងអត់លុយផងហ្នឹងអញ្ចឹងយើងមិនមែនទៅមើលកន្លែងគាត់ធំទេគឺយើងត្រូវមើលថាតើចំណេះដឹងដែលយើងអាចទទួលបានពីគាត់ជាអីជាអីដែលយើងអាចរៀនបានហើយយកមកប្រើបានបច្ចេកទេសហ្នឹងអាហ្នឹងមើលឡើងហ្នឹងណាទី1ទី2យើងត្រូវមើលពីរយៈពេលនៃការឈរជើងរបស់គាត់បាទបើសិនជាកន្លែងនោះឯងគាត់ឈរជើងមកគាត់ចិញ្ចឹមមកយូរឆ្នាំហើយបានន័យថាភាពចាស់ទុំនៅក្នុងរឿងការងារហ្នឹងនោះសំដែងឲ្យឃើញថាគាត់មានបទពិសោធន៍ជ្រាលជ្រៅនៅក្នុងរឿងហ្នឹងស៊ីជម្រៅជ្រាលជ្រៅហ្មងអញ្ចឹងរយៈពេលវែងខ្លីនៃការធ្វើក៏បង្ហាញពីភាពរឹងមាំបច្ចេកទេសរឹងមាំភាពអត់ធ្មត់មានកលឹះអីដែលធ្វើឲ្យគាត់អាចតស៊ូបានមានកលឹះអីដែលធ្វើឲ្យគាត់អាចឈរជើងបានមកដល់ពេលហ្នឹង5ឆ្នាំ7ឆ្នាំ10ឆ្នាំមកអញ្ចឹងភាពចាស់ទុំនៃពេលវេលាបង្ហាញពីបច្ចេកទេសដ៏រឹងមាំរបស់គាត់អញ្ចឹងណាសំណួរកន្លែងនេះយើងអាចសួរថាចុះបើធ្វើបានយូរដល់ម្លឹងមានបច្ចេកទេសរឹងមាំដល់មិនក៏មិនអាចធ្វើទៅធំបានណាហេតុអីមិនអាចធ្វើទៅធំដូចគេបានទៅបើចេះហើយនេះជាសំណួរបងប្អូនអាចចោទសួរកន្លែងហ្នឹងប៉ុណ្ណាប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនមើលថាចេះមនុស្សមានគោលដៅខុសគ្នាមនុស្សមានគោលដៅខុសគ្នាអ្នកខ្លះគាត់គ្រាន់តែចង់ធ្វើថាធ្វើប៉ុណ្ណឹងបានគោលដៅរបស់គាត់មានប៉ុណ្ណឹងឯងហ្នឹងហើយគាត់អត់ចង់ចំណាយអីច្រើនគឺគោលដៅគាត់ចង់ធ្វើតែប៉ុណ្ណឹងមួយទៀតគឺលក្ខខណ្ឌគ្រួសាររបស់គាត់បាទលក្ខខណ្ឌគ្រួសាររបស់គាត់បែបម៉េចហ្នឹងហើយបត់ទុករបស់គាត់បែបម៉េចការទទួលខុសត្រូវរបស់គាត់បែបម៉េចអានោះរឿងមួយផ្សេងទៀតអញ្ចឹងណាអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ថាការជោគជ័យទៅលើរឿងនេះមិនមែនសំដៅទៅលើថាធ្វើធំប៉ុណ្ណាទេបាទមិនមែនធ្វើធំប៉ុណ្ណានោះទេពីព្រោះអ្នកខ្លះគាត់មានលុយច្រើនគាត់ចាប់ដើមមកទៅតែកន្លះឆ្នាំមួយឆ្នាំគាត់ពង្រីកធុងមកបន្តគ្នាដោយសារលុយគាត់ច្រើនអញ្ចឹងយើងកុំឲ្យយកលក្ខខណ្ឌនៃការដែលគាត់ធ្វើបានច្រើនហើយយើងសំដៅថាកាលណាគាត់ធ្វើច្រើនមានន័យថាគាត់ជោគជ័យអានោះច្រឡំតែដល់ពេលយើងទៅធ្វើយើងទៅរៀនពីគាត់យើងធ្វើអត់បានតាមគាត់ទេព្រោះលុយគាត់ច្រើនអញ្ចឹងកន្លែងនេះគ្រាន់តែជាការបញ្ញត្តិស្មារតីទេពីព្រោះកន្លងមកខ្ញុំក៏ធ្លាប់ដើររៀនច្រើនកន្លែងដែលបែបណាក៏ខ្ញុំត្រូវទៅរៀនដែរកន្លែងហ្នឹងណាគឺជាបទពិសោធន៍មួយឲ្យបងប្អូនមានមូលដ្ឋានគ្រឹះនៅក្នុងការជ្រើសរើសកន្លែងសិក្សាព្រោះកន្លងមកនេះមើលឃើញច្រើនពីភាពភ្ញាក់ផ្អើលនៃទំហំនៃការផលិតហ្នឹងបាទយើងមើលទៅឃើញថាមានការរីកចម្រើនខ្លាំងអីចង់ទៅត្រង់រាប់រយរាប់ពាន់ក្បាលមេអញ្ចឹងណាប៉ុន្តែក្រោយមកសត្វក៏បាត់ឈឹងតែម្ដងអាហ្នឹងក៏មានច្រើនដែរបងប្អូនត្រូវមើលអញ្ចឹងណាអានេះមិនមែនន័យថាជាការវាយប្រហារអីឬក៏ជាការបង្អាក់ដំណើរបងប្អូនក្នុងការស្វែងរកការសិក្សានោះទេក៏ប៉ុន្តែអានេះជាមូលដ្ឋានគ្រឹះនៅក្នុងការពិចារណាថាតើគោលដៅយើងចង់បានអីបើគោលដៅយើងចង់បានបច្ចេកទេសទេចង់បានបច្ចេកទេសយកមកប្រើអញ្ចឹងអ្វីដែលខ្ញុំផ្ដល់ជូនបងប្អូនគឺជាគំនិតមួយនៅក្នុងការស្វែងរកអាហ្នឹងបាទត្រូវមើលពីបុគ្គលហ្នឹងរបៀបដែលគាត់ធ្វើបទពិសោធន៍ដែលគាត់ចែកម្លែកតើបទពិសោធន៍នឹងឯងអាចយកមកប្រើបានទេបងប្អូនយកមកសាកល្បងមើលធ្វើប្រើបានទេហ្នឹងហើយទី2គាត់ឈរជើងក៏មើលថាគាត់ធ្វើបានប៉ុណ្ណាប៉ុន្តែគាត់ឈរជើងបានមក10ឆ្នាំ5ឆ្នាំឡើងទៅ10ឆ្នាំរាប់ថាគាត់មានភាពចាស់ទុំនៅក្នុងរឿងហ្នឹងហើយអញ្ចឹងមនុស្សដែលធ្វើការច្រើនមកនៅក្នុងវិស័យមួយធ្វើឲ្យគាត់មានភាពស្ទាត់ជំនាញនៅក្នុងរឿងហ្នឹងតែម្ដងអញ្ចឹងណាបាទរឿងថាធនធានគាត់មានល្មាក់ល្មមអានឹងយើងទុកបានលើមិនមែនថាកន្លែងណាឲ្យតែធ្វើបានច្រើនមើលទៅមន់រាប់ពាន់យើងគិតថាសម្ដៅទៅរៀនពីកន្លែងហ្នឹងអត់ទេអត់ទៀងទេបងណាបាទជួនណាគាត់ធ្វើមករយៈពេលខ្លីហើយរយៈពេលដែលគាត់អាចឈរជើងបន្តទៅមុខទៀតហ្នឹងក៏មិនទាន់ទៀងថាឈរបានប៉ុណ្ណាដែរអញ្ចឹងរយៈពេលវែងខ្លីនៃការធ្វើក៏បង្ហាញពីភាពចាស់ទុំទៅលើបច្ចេកទេសនិងភាពជំនាញរបស់គាត់ដែរ